ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែបបើកកិច្ចប្រជុំផ្សព្វផ្សាយចរាចរណ៍ណែនាំលេខ08សរស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ2026ដល់2028មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែបបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយចរាចរណ៍ណែនាំលេខ08សរស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ2026ដល់2028និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2026កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី30ខែឧសភាឆ្នាំ2025នៅសាលប្រជុំក្រមអធិបតីភាពលោកអឹមបញ្ញរិទ្ធអភិបាលរងខេត្តកែបតំណាងដល់ខ្ពង់ខ្ពស់អាដាមបណ្ឌិតសំពិសិដ្ឋអភិបាលខេត្តកែបលោកកែវហុងប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែបបានលើកឡើងថាការរៀបចំផែនការយុទ្ធសាស្ត្រថវិកាសម្រាប់ឆ្នាំ2026ដល់2028និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ2026ក្នុងគោលបំណងឲ្យបណ្ដាមន្ទីរជំនាញអនុវត្តថវិកាកម្មវិធីឲ្យបានរលូនទាន់ពេលវេលាត្រឹមត្រូវសមស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំនិងផ្អែកតាមមូលដ្ឋាននៃច្បាប់អនុក្រឹត្យនិងប្រកាសស្តីពីការប្រគល់កាតព្វកិច្ចប្រមូលចំណូលថវិកាថ្នាក់ជាតិរួមទាំងប្រកាសបែងចែកឥណទានចំណាយថវិកាផ្ទៃក្នុងតាមជំពូកតាមគណនីនិងអនុគណនីសម្រាប់ថវិកាកម្មវិធីស្របតាមគោលបំណងគោលនយោបាយរបស់ក្រសួងស្ថាប័ននានាដែលបានដំណើរការប្រកបដោយប្រសិទ្ធភាពសហសិទ្ធភាពនិងសម្រេចបានជោគជ័យនៅសមិទ្ធផលពិសេសបន្តធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយគុណភាពបរិយាបន្ននិងគោលនយោបាយវិទ្យាកម្មតាមទិសដៅកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានប្រតិភូកម្មថវិកាឲ្យមន្ទីរជំនាញទាំងអស់អនុវត្តថវិកាកម្មវិធីនេះជាលទ្ធផលដ៏ធំធេងដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រេចបានតាមការរំពឹងទុកដើម្បីត្រៀមចូលសមាហរណកម្មវិស័យសេដ្ឋកិច្ចអាស៊ានក្នុងនោះដែរលោកអឹមបញ្ញរិទ្ធអភិបាលរងខេត្តបានបញ្ជាក់ថាថវិកាកម្មវិធីគឺជាឧបករណ៍មួយដ៏សំខាន់សម្រាប់ផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយរបស់ក្រសួងស្ថាប័ននិងគោលនយោបាយរបស់រាជរដ្ឋាភិបាលបង្កើតវិចារណកម្មអតិភិបចំណាយឲ្យកាន់តែឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងស្ថាប័នធានានិរន្តរភាពនៃការអនុវត្តកម្មវិធីយុទ្ធសាស្ត្រអតិភិបរបស់ក្រសួងស្ថាប័នដើម្បីសម្រេចគោលបំណងគោលនយោបាយដែលដាក់ចេញជាមូលដ្ឋានសម្រាប់ពន្យល់និងបង្ហាញសេចក្តីសំអាងអំពីតម្រូវការថវិកាសម្រាប់អនុវត្តគោលនយោបាយជាមូលដ្ឋានសម្រាប់ការរៀបចំនិងវិភាគថវិកាប្រចាំឆ្នាំឲ្យចំគោលដៅអតិភិបលោកអភិបាលរងខេត្តបន្តថាដោយក្នុងបរិយាកាសនៃការរាតត្បាតនៃជំងឺ Covid-19 ដែលរាជរដ្ឋាភិបាលបានសម្រេចពន្យាពេលរៀបចំចរាចរណ៍ណែនាំស្តីពីផែនការយុទ្ធសាស្ត្រថវិកាមករៀបចំរួមគ្នាជាមួយនឹងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំតែម្ដងដែលតម្រូវឲ្យមន្ទីរជំនាញនិងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធត្រូវបញ្ជូនផែនការយុទ្ធសាស្ត្រថវិកាសម្រាប់ឆ្នាំ2026ដល់2028និងផែនការចំណូលចំណាយថវិកាឆ្នាំ2026នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងស្ថាប័នសម័យនិងទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឲ្យបានមុនថ្ងៃទី17ខែមិថុនាឆ្នាំ2025ជាកំហិតនិយាយថាទេចំពោះព័ត៌មានคล้าย